តើអ្នកទាំងអស់គ្នាធ្លាប់មាននៅសុបិនមួយដែលមានភាពមិនប្រក្រតីបរិយាកាសចម្លែកស្ងប់ស្ងាត់ស្រពេចស្រពិលនិងមិនច្បាស់លាស់ដែរឬទេជួនកាលទៅរូបភាពនៃសុបិនទាំងអស់ហ្នឹងហាក់បីដូចជាបានទាញយើងចូលទៅក្នុងពិភពដ៏ឯកាអតីតកាលនិងស្ថានភាពផ្លូវចិត្តដែលពិបាកក្នុងការពិពណ៌នាដែលស្ថានភាពដែលបានបរិយាយពីខាងដើមវីដេអូនេះត្រូវបានគេហៅថា Dreamcore នៅថ្ងៃនេះគឺយើងនឹងមកស្គាល់ថាតើ Dreamcore គឺជាអ្វីកើតឡើងពីណាមានលក្ខណៈយ៉ាងដូចម្តេចDreamcore គឺជា style រូបភាពនិងវីដេអូបែប surreal ដែលមានន័យថាជាប្រភេទរូបភាពដែលមើលទៅគឺវាមិនស្របតាមភាពពិតដែលមិនច្បាស់ថាវាជាការពិតឬក៏ជាសុបិនវាអាចជារូបភាពឬបទពិសោធន៍ដែលបង្កើតអារម្មណ៍ចម្លែកនិងពិបាកក្នុងការបរិយាយនៅក្នុង Dreamcore មានបរិយាកាសមិនប្រក្រតីបែបសិប្បនិម្មិតវាមានរូបភាពបែបភ្លឺនិងស្រទន់និងមានពណ៌ច្រើននិងផ្ដល់អារម្មណ៍បែប liminal space ដែលមានន័យថាជាអារម្មណ៍មួយដែលផ្ដល់ឲ្យយើងគឺស្ថិតនៅក្នុងបរិយាកាសឬក៏ស្ថានភាពនៅក្នុងទីស្ថានមួយដែលធំទំនេរដោយភាពទទេភាពតឯងនៅក្នុងរូបភាពដដែលឬអារម្មណ៍ដែលធ្វើឲ្យយើងគឺនឹកដល់អតីតកាលឬសកម្មភាពដែលយើងធ្លាប់បានឃើញនិងធ្លាប់បានធ្វើកន្លងមកក៏ប៉ុន្តែមិនច្បាស់ថាតើអារម្មណ៍ទាំងអស់ហ្នឹងគឺយើងបានជួបវានៅកន្លែងណាឬក៏ធ្វើនៅកន្លែងណាជាមួយអ្នកណាទេជាងនេះទៅទៀត Dreamcore គឺបានឆ្លុះបញ្ចាំងអំពីស្ថានភាពផ្លូវចិត្តរបស់មនុស្សផ្សេងពីគ្នាផងដែរអ្នកខ្លះប្រាប់ពីអារម្មណ៍ផ្លូវចិត្តស្ងប់ស្ងាត់មានសន្តិភាពនិងស្រស់ស្រាយខណៈដែលមនុស្សមួយចំនួនទៀតបាននិយាយថានៅពេលដែលឃើញរូបភាព Dreamcore នេះហើយគឺបានផ្ដល់នូវអារម្មណ៍បែបឯកាកណ្ដោយកណ្ដែងភាពភ័យខ្លាចនិងមិនស្រួលនៅក្នុងអារម្មណ៍ដែលពិបាកក្នុងការពិពណ៌នាសម្រាប់ Dreamcore នេះគឺត្រូវបានគេមើលឃើញថាប្រភពដើមរបស់វានឹងត្រូវបានបង្កើតនៅចុងឆ្នាំ2010និងមានភាពល្បីនៅក៏ផ្ទុះខ្លាំងនឹងនៅក្នុងដើមឆ្នាំ2020ពេលសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅដោយសពថ្ងៃនេះយើងមាន TikTok យើងមាន YouTube គឺល្បីតាមរយៈ social media ទាំងអស់ហ្នឹងក៏ប៉ុន្តែមុននឹងល្បីទៅតាម social media ដែលយើងប្រើសពថ្ងៃនេះគឺ Dreamcore គឺត្រូវបានគេមើលឃើញថាត្រូវបានគេរកឃើញរូបភាពដែលលេចឡើងដំបូងហ្នឹងនៅលើ blogging platform មួយដែលមានឈ្មោះថា Tumblr ដែល Tumblr ហ្នឹងគឺជាវេទិកាបែប blog ទូទៅមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់នឹងអាចធ្វើការចែករំលែករូបភាពវីដេអូឬក៏អត្ថបទ blog ដែលយើងអាចធ្វើការអានជាមួយនឹង blog របស់ user ដទៃទៀតបានបែបលក្ខណៈ community អូខេក្រោយពីទទួលបានការចាប់អារម្មណ៍ពីសំណាក់មនុស្សនៅលើបណ្ដាញសង្គមហើយគឺមនុស្សទាំងអស់ហ្នឹងគឺចាប់ផ្ដើមបង្កើតជាមួយនឹងវីដេអូនិងបញ្ចូលបន្ថែមជាមួយនឹង object ឬក៏របស់របរមួយចំនួនទៀតនៅក្នុង Dreamcore មួយនឹងដូចជាបញ្ចូលនៅសំឡេងអក្សរប្លែកៗនិងតួអង្គចម្លែកបន្តិចម្ដងវាក៏ក្លាយទៅជាវិធីសាស្ត្រមួយសម្រាប់ឲ្យមនុស្សអាចបង្ហាញពីអារម្មណ៍ផ្លូវចិត្តរបស់ពួកគេតាមរយៈ Dreamcore ដែលបានបង្កើតនោះជាទូទៅការបង្កើត Dreamcore យើងតែងតែសង្កេតឃើញថាមានតួអង្គចម្លែកដូចជាភ្នែកផ្សិតដែលមានភ្នែកតួអង្គទេវតាឬក៏វត្ថុដែលមានក្បាលជាអ្វីៗផ្សេងនិងអក្សរដូចជា wake up is this a dream ជាដើមជានៅទៀតវាក៏បានលីឡំជាមួយនឹងបរិយាកាសបែបស្ងប់ស្ងាត់ផ្ទៃមេឃធំល្វឹងល្វើយមានផ្ទះស្តៀងគ្នាដាច់កន្ទុយភ្នែកមានវាលស្មៅមានចំការសួនច្បារពណ៌ចម្រុះគ្នានិងមានពន្លឺភ្លឺតែព្រិលដូចជាចោះអាប់ដែលស្ថានភាពទាំងអស់ហ្នឹងហើយគឺវាស្តៀងជាមួយនឹងអ្វីដែលយើងតែងតែឃើញនៅក្នុងសុបិនរបស់យើងដូច្នោះដែរមានបរិយាកាសដែលស្តៀងគ្នាមួយទៀតដែលអ្នកប្រើប្រាស់មួយចំនួនតែងតែច្រឡំជាមួយនឹង Dreamcore នោះគឺ Vidcore តើអ្វីទៅគឺជា Vidcore ហ្នឹងគឺមានបរិយាកាសដូចគ្នាទៅនឹង Dreamcore ក៏ពិតមែនក៏ប៉ុន្តែវាខុសគ្នាត្រង់ថា Dreamcore គឺបរិយាយអំពីអារម្មណ៍ស្ងប់ស្ងាត់ស្រស់ស្រាយនិងអតីតកាលឯចំណែកឯ Vidcore វិញគឺពិពណ៌នាអំពីសុបិនដែលមានបរិយាកាសចម្លែកភាពមិនស្រួលនៅក្នុងចិត្តលីឡំជាមួយរូបភាពដែលមានកម្រិត low resolution ដែលជាប្រភេទរូបភាពដែលមានពណ៌បែបខៀវខ្លាំងពេកឬក៏មានពណ៌បៃតងចាស់ខ្លាំងពេកហើយសម្រាប់ទីកន្លែងវិញជាទូទៅគឺបង្ហាញនៅកន្លែងដែលមានភាពទទេដូចជាសាលារៀនផ្ទះផ្លូវគ្មានមនុស្សឬក៏បន្ទប់ដែលមើលទៅហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំងពេកនៅលើ Vidcore ជារឿយៗគឺមានជាមួយនឹងអក្សរចម្លែកឬក៏ឃ្លាចម្លែកដូចជា Where am I you shouldn't be here ជាដើមអត្ថបទឬក៏ឃ្លាទាំងអស់នេះគឺមិនបានបញ្យល់អ្វីឲ្យច្បាស់នោះទេក៏ប៉ុន្តែវាធ្វើឲ្យយើងដែលជាអ្នកមើលនឹងគឺចាប់ផ្ដើមស៊ើបខ្លួនឯងថាតើមានអ្វីកំពុងតែកើតឡើងតើកន្លែងនេះគឺជាកន្លែងអ្វីVidcore គឺមិនមានជាមួយនឹងសភាវៈចម្លែកឬក៏ monster ឬក៏មានឈាមនោះទេហើយក៏មិនមានការគំរាមកំហែងច្បាស់នោះដែរវាគ្រាន់តែបង្កើតអារម្មណ៍បែបមិនស្រួលមិនសមហេតុសមផលធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីក៏ប៉ុន្តែមិនដឹងថាតើអ្វីដែលខុសនោះគឺជាអ្វី
សរុបមកវិញទាំង Dream Core និង Weird Core គឺជារូបភាពឬក៏វីដេអូដែលបង្ហាញពីភាពចម្លែកភាពមិនស្រួលភាពមិនសមហេតុសមផលដូចជាសបិនមួយដែលមិនអាចពន្យល់បានជានេះទៅទៀតវាត្រូវបានគេដាក់បញ្ចូលទាំងសបិនអនុស្សាវរីយ៍ការចងចាំនិងព្រមទាំងពិភពសមាសម័យមួយហើយមែនទែនទៅគឺវាមិនសម្រាប់មនុស្សគ្រប់គ្នាទេប៉ុន្តែវាសម្រាប់មនុស្សណាដែលចូលចិត្តជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ភាពសមាសម័យអនុស្សាវរីយ៍និងភាពដែលនឹកនាទៅដល់អតីតកាល